Hello សួស្តីពុកម៉ែបងប្អូនតោះពួកយើងទៅមើលពីរបៀបដែលខ្ញុំធ្វើសង្ខ្យាលើកទី1បងប្អូនចានេះជាលើកទី1សុទ្ធសាធហ្មងហើយខ្ញុំ recommend ឲ្យបងប្អូនមើលវីដេអូនឹងគ្រប់គ្នាចាអធិស្ឋានបងប្អូនពួកយើងចូលចិត្តក៏មើលទៅអ្នកអត់ចូលចិត្តក៏អត់អាចអូសរំលងវីដេអូនឹងបានអញ្ចឹងបងប្អូនហើយខ្ញុំបញ្ជាក់ថាវីដេអូនឹងយើងគ្រាន់តែសុខកំសាន្តលេងប្រចាំថ្ងៃទស្សនាលេងប្រចាំថ្ងៃអញ្ចឹងបងប្អូនហើយអឺ ប៉ុន្តែបងប្អូនអាចរៀនតាមខ្ញុំក៏បានដែរនេះជាលើកទី1ផងប្រយ័ត្នធ្វើតាមខ្ញុំទៅគីឡូអត់ឆ្ងាញ់ទៅចានិយាយលេងឯងបងប្អូនហើយគ្រឿងផ្សំរបស់វាអត់មានអីច្រើនទេបងប្អូនមានតិចតួចហ្នឹងមានពងមាន់ខ្ទិះដូងហើយអីគេទៀតខ្ញុំភ្លេចដាក់លើតើយដែរបងប្អូនភ្លេចទៅទិញហើយចាហើយខ្ញុំលួចដាក់ខ្ទិះដូងតិចឲ្យបងប្អូនកុំឆ្ងល់ថាហើយអាពេលខ្ញុំត្រង់ហ្នឹងមិនក៏ខាប់ហើយកុហករៀងក្រហមអញ្ចឹងចាមិនបាច់ឆ្ងល់ទេបងប្អូនដោយសារខ្ញុំលួចដាក់ពងមាន់មកក្រោបទៀតហ្នឹងណាបងប្អូនចាបងប្អូនដោយសារល្បាយរបស់យើងវាអត់សូវខាប់ហើយខ្ញុំចង់បានពណ៌ដូចក្នុងពេលឥឡូវហ្នឹងអញ្ចឹងបានខ្ញុំដាក់ពងមាន់មកក្របចូលទៀតហ្នឹងបងប្អូនចាឥឡូវខ្ញុំនឹងប្រាប់វិធីធ្វើអញ្ចឹងណាអឺមុនដំបូងបងប្អូនបានឃើញពីក្បាលវីដេអូហើយថាយើងដាក់អីខ្លះយើងដាក់ស្ករមួយស្លាបព្រាហើយអំបិលបន្តិចមកហើយខ្ទិះដូងហើយខ្ញុំរួចដាក់ដោះគោបន្តិចដែរហើយល្បាយរបស់យើងធ្វើម៉េចកូរឲ្យវាម៉ត់និយាយទៅវាយវាឲ្យម៉ត់មកហើយយើងយកទៅត្រង់ដើម្បីឲ្យខ្ទេចខ្ទីអស់អញ្ចឹងហើយបន្ទាប់មកយើងទុកវាមួយសន្ទុះដើម្បីយើងត្រង់ពពុះវាចេញដែរអញ្ចឹងដើម្បីឲ្យល្បាយយើងពេលយើងយកទៅចំហុយទៅវាចូលគ្នាល្អម៉ត់ល្អចាហើយខ្ញុំយកទៅឆុយហើយនេះអាពេលលទ្ធផលមកបានប៉ុណ្ណឹងណាបងប្អូនហើយមិនដែរបងប្អូនជួយដាក់បន្ទុកតិចមើលនេះជាលើកទី1ផងបងប្អូនចាហើយបងស្រីខ្ញុំមិនទាន់ញ៉ាំហ្មងណាខ្ញុំថាទុកឲ្យវាជាតិចមកពួកអីវានៅទន់ណោះគាត់ថាឥឡូវថតអត់បើថតគាត់ញ៉ាំណាអញ្ចឹងមានតែយើងថតឲ្យឲ្យគាត់ញ៉ាំនឹងឯងចាគាត់ថាឆ្ងាញ់ណាបងប្អូនខ្ញុំក៏ឆ្ងាញ់ដូចគ្នាហើយវីដេអូចុងក្រោយមានចាអរគុណដែលបានទស្សនាវីដេអូនេះដល់ចប់អញ្ចឹងបងប្អូនចា Thank you